អង្គ superhero ដែលអាក្រក់បំផុតក្នុងលោកអ្នកដំណើរគ្រាន់តែកលេចមើលខ្ញុំហើយភ្លាមនោះខ្ញុំក៏បាញ់ laser ចេញពីភ្នែកកាត់យន្តហោះជាពីរក្នុងមួយប្រព្រឹត្តភ្នែកខ្ញុំធ្វើរឿងបែបនេះគ្រប់ពេលប៉ុន្តែអ្វីដែលគួរឲ្យខ្លាចជាងនេះនៅតែបន្តមកទៀតបន្ទាប់ពីថាពួកចោរប្លន់បានចាប់ជំរិតទារប្រាក់ខ្ញុំក៏បានចូលទៅក្នុងអគារមួយដែលមានកម្ពស់ 1000 ម៉ែត្រខ្ញុំរុញទ្វារបែកដោយដៃម្ខាងហើយភ្លាមនោះក៏បានបង្ក្រាបអក្រិតជនគួរតែជាប់ត្រឹមហ្នឹងប៉ុន្តែខ្ញុំមិនសូវសប្បាយចិត្តថ្ងៃនេះទេដូច្នេះខ្ញុំក៏បានចាក់សម្លាប់សាកសពអក្រិតជនយ៉ាងសាហាវរហូតដល់គាត់មិនអាចសូម្បីតែស្រែកមុនពេលទៅជួបអ្នកបង្កើតបន្ទាប់ពីជោតឈាមចេញពីដៃរួចខ្ញុំក៏រើកំភ្លើង AK47 ដែលបែកនៅលើដីហើយភ្លាមនោះក៏យល់ពីអ្វីដែលខ្ញុំចង់បាននាងក៏លាតដៃហើយដើរមករកខ្ញុំក៏ចុចកែបង្កើតការបំផន់ថាយើងត្រូវបានគេវាយប្រហារហើយត្រូវបង្ខំចិត្តបាញ់តបវិញដើម្បីការពារខ្លួននេះគ្រាន់តែជាទម្លាប់សម្រាប់ខ្ញុំប៉ុណ្ណោះខ្ញុំក៏មានទម្លាប់ផ្ទាល់ខ្លួនមួយចំនួនដូចជាការប្រើចាក់គូវិស័យកាមេរ៉ា Smart X ដើម្បីលួចមើលចៅហ្វាយស្រីរបស់ខ្ញុំហើយនៅពេលដែលខ្ញុំកំពុងតែជួចចិត្តនឹងរឿងនោះស្រាប់តែចៅហ្វាយរបស់ខ្ញុំបានប្រគល់បេសកកម្មសង្គ្រោះយន្តហោះដឹកអ្នកដំណើរមួយគ្រឿងត្រូវបានគេប្លន់នៅពាក់កណ្ដាលផ្លូវហើយអ្នកដំណើរកំពុងប្រឈមមុខនឹងការគំរាមកំហែងគ្រប់ប្រភេទប៉ុន្តែគ្មានអ្វីសំខាន់សម្រាប់ខ្ញុំទេខ្ញុំបានរុញទ្វារ cabin bag ហើយចោរប្លន់របស់ត្រូវបានបិទចេញភ្លាមដោយសារខ្យល់បក់ខ្លាំងនៅពេលដែលបកាពួករបស់គាត់ឃើញបែបនេះខ្ញុំក៏បានបាញ់ laser តាមភ្នែកសម្រាប់គាត់តែម្ដងបន្ទាប់ពីបិទទ្វាររួចភាពស្ងប់ស្ងាត់ក៏ត្រឡប់មកក្នុង cabin វិញអ្នកដំណើរទាំងអស់បានទះដៃអបអរសាទរហើយអរគុណខ្ញុំម្នាក់ទៀតហើយខ្ញុំក៏រីករាយនឹងការសរសើររបស់ពួកគេប៉ុន្តែនោះហើយជាពេលដែលក្មេងបានកត់សម្គាល់ឃើញអ្វីមួយមិនប្រក្រតីនាងមិនទទួលបានការឆ្លើយតបពីប្រធានយន្តហោះមួយរយៈហើយវាប្រែថាមានចោរប្លន់ម្នាក់ទៀតនៅ cabin យន្តហោះដែលយកកំភ្លើងផ្ចង់ក្បែរប្រធានយន្តហោះប៉ុន្តែខ្ញុំមិនឲ្យឱកាសគាត់គំរាមកំហែងទេខ្ញុំក៏បានបាញ់សម្លាប់ចោរប្លន់នោះដោយ laser លើកលែងតែខ្ញុំប្រើកម្លាំងខ្លាំងពេកមិនត្រឹមតែខ្ញុំសម្រាប់ប្រធានយន្តពួកគេអស់សង្ឃឹមហើយប្រាប់ឲ្យខ្ញុំហោះទៅឲ្យធ្វើឲ្យយន្តហោះត្រឡប់មកកម្រិតដើមវិញខ្ញុំបដិសេធមិនចូលទៅក្នុងលបឿនរបស់ខ្ញុំទេគ្មានជំរើសផ្សេងទៀតទេមេបានត្រឹមតែសូមឲ្យខ្ញុំដឹកអ្នកដំណើរចុះមកដីជាបន្តបន្ទាប់ពេលខ្ញុំលឺអញ្ចឹងខ្ញុំក៏សើចតែម្ដងមាន213អ្នកដំណើរនៅលើយន្តហោះនេះគ្មានផ្លូវទេដែលអ្នកនឹងបង់ថ្លៃបែបនេះគ្រាន់តែដើម្បីសង្គ្រោះពួកគេអូខេគិតមើលយើងចប់ហើយនៅទីនេះសូមមេត្តា Lander តើអ្នកនឹងជួយសង្គ្រោះពួកយើងទេអូសម្លាញ់ប៉ុណ្ណាខ្ញុំនឹងជួយសង្គ្រោះអ្នកឥឡូវថយក្រោយទៅយើងនឹងជួយសង្គ្រោះអ្នករាល់គ្នានៅទីនេះកុំបារម្ភអីហើយនិយាយថាជួយធ្វើឲ្យអ្នកដំណើរស្ងប់ចិត្តខ្ញុំក៏ទះទ្វារ cabin បើកដោយដៃម្ខាងខ្ញុំដឹងរួចហើយថាយន្តហោះនេះហួសពីការសង្គ្រោះទៅហើយដូច្នេះខ្ញុំគិតថាកាន់តែឆាប់ចេញកាន់តែល្អប៉ុន្តែមេមិនអាចទ្រាំបានហើយសូមឲ្យខ្ញុំយកក្មេងពីរនាក់នោះទៅជាមួយខ្ញុំបដិសេធដែលមាន Dexter Probeto បីជាមនុស្សតែម្នាក់រស់រានមានជីវិតក៏ពិភពលោកទាំងមូលនឹងដឹងការពិតនៅទីបំផុតតែពេលនោះដែលអ្នកដំណើរទីបំផុតបានឃើញចរិតពិតរបស់ខ្ញុំពេលដែលពួកគេហាប់នឹងឈានទៅមុខហើយតវ៉ាខ្ញុំក៏គំរាមសម្លាប់ពួកគេជំនួសវិញស្ងាត់មាត់ហើយអង្គុយចុះបើមិនអញ្ចឹងទេអ្នកនឹងត្រូវ laser នៅឯឆ្ងាយ